មក IKEA មួយខ្ញុំប៉ុន្តែមិនមែនមកទិញសម្ភារៈទេយើងមកញ៉ាំ meatball ទាំងអស់គ្នាតោះ Let's go IKEA នៅណាមិនជឿឆ្ងាយពីផ្ទះហ្មងទេជីប្រហែលជាតកន្លះម៉ោងអីហ្នឹងដល់ហើយហើយ IKEA ហ្នឹងធំមែនតើដល់ពេលអញ្ចឹងដល់ឃើញដល់ meme មួយដែលគេនិយាយតាក់ទងពីmeatball របស់ IKEA ហ្នឹងដែលគេថាmeatball ហ្នឹងគឺធ្វើចេញពីមនុស្សដែលដើរវែងនៅក្នុង IKEA ហ្នឹងរកផ្លូវចេញទៅផ្ទះអត់ឃើញ Wait ខ្ញុំដាក់រូប meme ហ្នឹងសិនពេលខ្លះរបស់ដែលឆ្ងាញ់យើងបាច់ខ្វល់ទេថារបស់ហ្នឹងគឺធ្វើចេញពីអី តែឥឡូវយើងមកដល់ហើយអញ្ចឹងដំបូងយើងត្រូវយកអាតេសនេះដើម្បីយើងយកមកដាក់ថាសហើយយើងត្រូវចាប់យកម្ហូបហើយដោយសារតែពួកខ្ញុំមកហ្នឹងគឺគោលបំណងគឺចង់ញ៉ាំតែ meatball ទេអញ្ចឹងទៅយើងយកតែសាឡាត់មួយចានពីរចានហើយនឹងបង្អែមតិចទៅហើយយើង order meatball ហ្នឹងហើយតាមជួរតំងជួរទៅនេះគឺគេមាននំប៉័ងមានម្ហូបផ្សេងៗទៀតដែលគេធ្វើសម្រាប់ថ្ងៃហ្នឹងអញ្ចឹងយើងអាចចាប់យកណាដែលយើងចង់ញ៉ាំទៅ meatball ហ្នឹងគឺប្រហិតនឹងឯងដូចប្រហិតខ្មែរយើងអញ្ចឹងតែគាត់ថាខ្ញុំមិនដឹងថាគេធ្វើពីសាច់ជ្រូកឬក៏សាច់គោទេហើយនៅខ្មែរយើងញ៉ាំជាមួយនឹងទឹកជ្រលក់ដូចជាទឹកសៀងអីចឹងទៅតែនៅនេះគឺគេដាក់ជាមួយនឹងmashed potato ដលងបារាំងកិនហើយនឹងជាមួយនឹង jam មួយប្រភេទដែលលាយចូលគ្នាទៅគឺឆ្ងាញ់មែនតើពេលយើងបានម្ហូបហើយយើងត្រូវគិតលុយគឺយើងគ្រាន់តែរុញអាតេសហ្នឹងចូលទៅក្នុងម៉ាស៊ីននេះយើងគ្រាន់តែរុញចូលទៅគឺវាលោតចេញមកទាំងអស់ហ្មងថាយើងបានកម្រៃគេខ្លះដែលយើងមិនបាច់ចុចធ្វើម្ហូបឬក៏ scan អីគេទេពេលគិតលុយហើយយើងរុញចេញមកក្រៅទៅឃើញមានតុមួយដែលគេដាក់ស្លាបព្រាសមដែលយើងអាចជ្រើសយកមកបានហើយគេក៏មានឲ្យជា olive oil vinegar ហើយ salt អំបិលអីហ្នឹងសម្រាប់ឲ្យយើងចូលក្នុងសាឡាត់ពេលយកឲ្យអស់ហើយគឺយើងដើរទៅរកមើលតុដើម្បីអង្គុយញ៉ាំទៅគឺហើយហើយពួកខ្ញុំក៏បានយកនំនេះដើម្បីជាបង្អែមហើយនឹងសាឡាត់មួយចានដែរហើយទាំងអស់ហ្នឹងទាំង meatball ទឹកសាឡាត់បង្អែមអីហ្នឹងគឺពួកយើងចំណាយអស់€20វាថ្លៃសម្រាប់ម្ហូបនៅ IKEA ប៉ុន្តែវាមិនជាថ្លៃខ្លាំងណាស់ណាទេហើយនំនេះវិញនិយាយមែនចាញ់អាកោខ្មែរយើងដាច់ហ្មងអញ្ចឹងទៅខាំតែមួយម៉ាត់ហ្នឹងញ៉ាំតែមួយម៉ាត់ហ្នឹងហើយគឺទុកចោលពេលញ៉ាំហើយយើងត្រូវប្រមូលចានថាហ្នឹងយកដាក់កន្លែង tray placement ហ្នឹងដោយសារតែនៅនេះគឺយើងត្រូវ self service ទាំងអស់ហើយខ្ញុំចាប់អារម្មណ៍ថាមិនមែនតែនៅ IKEA ហ្នឹងទេច្រើនកន្លែងហ្នឹងនៅនេះសូម្បីតែនៅសាលាពេលដែលខ្ញុំរៀននៅនេះហ្នឹងក៏អញ្ចឹងដែរនៅកង់ទីនហ្នឹងគឺយើងតាំងពីទិញតាំងពីអីហ្នឹងគឺយើងត្រូវធ្វើខ្លួនឯងទាំងអស់ឥឡូវហើយឥឡូវយើងទៅទិញ ice cream ម្ដងពេលគិតលុយហ្នឹងក៏បានទិញកាក់សម្រាប់ទិញ gelato នៅនេះដែរហើយអត់ដឹងមិនអីខ្ញុំជាមួយ gelato នៅ IKEA ហ្នឹងគឺត្រូវគ្នាហ្មងចូលចិត្តហ្មងដឹងថាហ្នឹងវា industrial made ដែរប៉ុន្តែវា soft វា creamy ហើយពេលខ្លះនឹកឃើញចង់ទៅ IKEA ទិញ ice cream ហើយត្រឡប់មកផ្ទះវិញព្រោះវាឆ្ងាញ់មែនតើហើយតម្លៃតែ90សេននេះហើយកាលមុននោះគឺគេមានទាំងរសជាតិ strawberry ជាមួយនឹង chocolate ទៀតតែឥឡូវអត់ដឹងមិនមានតែclassic ធម្មតាតែនៅតែឆ្ងាញ់ហើយវា soft ខ្លាំងមែនតើហ្មង soft លក្ខណៈថាយើងគ្រាន់តែដាក់ចូលមាត់ហើយលាយប៉ុន្តែ ice cream ណាដែលថាដាក់ចូលមាត់ហើយវាអត់លាយបញ្ចូលស្លេងក៏យ៉ាប់ដែរយាយមែនអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយជួបគ្នានៅវីដេអូក្រោយដែលខ្ញុំនឹងនិយាយតាក់ទងជាមួយនឹង trip ទៅ IKEA ដើម្បីទិញតុខ្ញុំមកដាក់នៅផ្ទះចឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ